Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះធ្វើត្រឡប់ជួបមកសានជាថ្មីម្ដងទៀតហើយដោយសារតែនៅក្នុងរយៈពេលខ្លីប្រហែលថ្ងៃនេះខ្ញុំរៀនរវល់អត់បានបញ្ចេញនៅវីដេអូថ្មីចែកម្លែកជូនដល់បងប្អូនជាពិសេសតើតើ app អ្វីដែលថ្មីសម្រាប់ថ្ងៃនេះខ្ញុំនឹងមកណែនាំនៅកម្មវិធីដែលមាននៅក្នុង system នៅទូរស័ព្ទយើងដល់ផ្ទាល់ជាពិសេសនៅទូរស័ព្ទឥឡូវវា update ថ្មីជាពិសេសនៅក្នុង general រូបភាពនេះនៅក្នុងកន្លែងalbum រូបភាពឥឡូវវាអាច screen បង្កើតជា text មិនបាច់ចាំទៅ AI ឬក៏ទៅ Google ដើម្បី copy ទេយើងចូលទៅក្នុង general រូបភាពហ្នឹងហើយយើងចង់បាននៅអត្ថបទគេយើង copy សម្លេចនៅក្នុងបានហ្មងឥឡូវវាស្រួលអញ្ចឹងហ្នឹងហើយខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូរបៀបធ្វើបន្តិចទៀតអញ្ចឹងបងប្អូនប៉ុន្តែមុននឹងខ្ញុំចាប់ផ្ដើមខ្ញុំនឹងរ៉ាយរាប់ប្រាប់ពីរំលឹកនៃការប្រើប្រាស់សិនអញ្ចឹងបងប្អូននៅសម្រាប់ទូរស័ព្ទ Android ឬ iOS ឥឡូវវាទំអាប់ដេតថ្មី system វាកាន់តែជឿនលឿនអញ្ចឹងនៅពេលដែលបងប្អូនស្នាក់អាចឆែកទៅក្នុង general រូបភាពឬសេចក្ដី album ហើយនឹងដូចជាអត្ថបទមួយយើង screenshot ទៅមកហើយយើងចង់ copy វាតែ copy បានអត់ទេចុចចុចមកហើយទាញវា copy ថុចបានហើយអាហ្នឹងវាស្រួលចឹងបងប្អូនអញ្ចឹងនៅក្នុងមុខងារនេះវាល្អម្យ៉ាងដែរអញ្ចឹងហើយសង្ឃឹមអ្នកនរគ្នានៅពេលដែលបានមើលវីដេអូនេះចប់ហើយនោះបងប្អូនអ្នកគ្នានឹងបានអ្វីដែលចំណេះដឹងថ្មីពីយើងខ្ញុំឡើងអញ្ចឹង Let's go